នៅក្នុងវីដេអូនេះខ្ញុំនឹងជម្រាបអ្នកទាំងអស់គ្នាថាតើមូលហេតុអ្វីបានជាកងទ័ពអាកាសថៃជ្រើសរើសយកយន្តហោះ F-16 និងយន្តហោះ Griffin ជាយន្តហោះ Snow ឬក៏ភាសាអង់គ្លេសថា Backbone របស់កងទ័ពអាកាសថៃ F-16 គឺជាយន្តហោះមួយដ៏ពេញនិយមហើយបានប្រើប្រាស់ជាង29ប្រទេសក្នុងកងទ័ពជើងអាកាសទូទាំងពិភពលោកបើប្រៀបធៀបយន្តហោះ F-16 ជាមួយនឹង brand របស់ឡានវិញគឺវាដូចជាឡាន Toyota អញ្ចឹងមូលហេតុដែលថៃជ្រើសរើសវាគឺដោយសារតែទី1វាមានភាពធន់មានភាពជឿជាក់ច្រើនគ្រឿងបន្លាស់ក៏ងាយស្រួលក្នុងការស្វែងរកហើយនិងងាយស្រួលក្នុងការជួសជុលមួយទៀតគឺសមត្ថភាពរបស់វា F-16 គឺជាយន្តហោះមួយដែលគេហៅថា Multi-role Fighter Multi-role Fighter គឺជាយន្តហោះពហុមុខងារយន្តហោះដែលអាចហោះហើរបានទាំងពេលយប់និងពេលថ្ងៃគ្រប់អាកាសធាតុយន្តហោះដែលអាចប្រើប្រាស់ sensor ដើម្បីកំណត់គោលដៅពីលើអាកាសមកលើដីពីលើអាកាសទៅលើអាកាសអាចហោះហើរឆ្លប់យកការបានអាចបំពាក់នៅអាវុធជាច្រើនប្រភេទរួមទាំងអាវុធដែលប្រើប្រាស់នៅបច្ចេកវិទ្យា laser ដើម្បីកំណត់គោលដៅយ៉ាងជាក់លាក់ laser guided bomb ហ្នឹងគឺនៅពេលដែលទម្លាក់វាគឺយើងមាន laser មួយបាញ់ទៅលើគោលដៅហើយនៅពេលដែលយើងទម្លាក់ក្របបែកទៅគឺក្របបែកហ្នឹងវារត់តាម laser ហ្នឹងចូលទៅកាន់គោលដៅជាក់ស្ដែងតែម្ដងអញ្ចឹងអាកាសយានហ្នឹងគឺងាយស្រួលក្នុងការប្រើប្រាស់ងាយស្រួលក្នុងការទម្លាក់ទៅចំគោលដៅចំពោះយន្តហោះ Griffin វិញគឺជាយន្តហោះទំនើបថ្មីត្បិតតែវាមិនមែនមានបច្ចេកវិទ្យាបំបាំងកាយមែនប៉ុន្តែវាត្រូវបានគេចាត់ទុកថាជាយន្តហោះប្រដេញចំនួនទី 4.5 ឬក៏កន្លែងខ្លះគេហៅថា 4++ generation ប្រព័ន្ធទំនើបទាំងអស់នោះមានដូចជាប្រភេទ radar ប្រភេទប្រព័ន្ធចាប់សញ្ញា radar ដែលបំពាក់ទៅលើ Griffin គឺជាប្រភេទ radar ដែលមានពហុមុខងារវាអាចចាប់គោលដៅបានពីលើអាកាសទៅលើអាកាសឬក៏ពីអាកាសទៅផ្ទៃដីជាងនេះទៅទៀតវាអាចតាមដានគោលដៅបានច្រើនក្នុងពេលតែមួយពោលគឺ pilot អាចមើលឃើញគោលដៅយន្តហោះសត្រូវលើសពីមួយអាចកំណត់ថាវាជាមុខសញ្ញាប្រភេទយន្តហោះអីលក្ខណៈបែបនេះនាំឲ្យ pilot អាចបញ្ជាអាវុធរបស់គាត់ដេញតាមយន្តហោះសត្រូវឬក៏សូម្បីតែនាវាចម្បាំងនឹងគោលដៅនៅលើដីក្នុងពេលតែមួយ Griffin E ប្រើប្រាស់នៅប្រភេទ AESA radar ដែលជាភាសាពេញគឺ Active Electronic Scan Area Radar វាជាប្រភេទ radar ដែលចាប់គោលដៅបានចម្ងាយរហូតដល់ 1500 គីឡូម៉ែត្រឯណោះហើយវាអាចចាប់សញ្ញាបាន 360 ដឺក្រេដែលនាំឲ្យអាកាសយានិកទទួលបានព័ត៌មានទាំងពីចំហៀងពីមុខនិងពីក្រោយរបស់យន្តហោះចំណុចនេះធ្វើឲ្យអាកាសយានិកងាយស្រួលនៅក្នុងការសម្រេចចិត្តបានលឿននិងមានប្រសិទ្ធភាពខ្ពស់បច្ចេកវិទ្យាទំនើបមួយទៀតគឺ Data Link ដែលមានសមត្ថភាពឲ្យយន្តហោះចែករំលែកព័ត៌មានពីយន្តហោះមួយទៅកាន់យន្តហោះមួយចំពោះ Griffin E វាអាចចែករំលែកព័ត៌មានអំពីយន្តហោះសត្រូវនិងយន្តហោះមិត្តដូចជាល្បឿនទីតាំងរយៈកម្ពស់ទាំងរយៈកម្ពស់បណ្ដោយនិងរយៈកម្ពស់ទទឹងនិងទិសដៅដែលយន្តហោះសត្រូវហោះទៅហើយនឹងមានព័ត៌មានផ្សេងៗជាច្រើនទៀតលើសពីនេះទៅទៀតចំពោះយន្តហោះមិត្តវាអាចប្រាប់អំពីព័ត៌មានដូចជាតួនាទីថាតើជាតួនាទីយន្តហោះប្រយុទ្ធឬក៏យន្តហោះដ្រូនបេសកកម្មរបស់យន្តហោះនោះព័ត៌មានអំពីរ៉ាដារបស់យន្តហោះចំនួនអាវុធនិងប្រភេទអាវុធដែលយន្តហោះនោះមានហើយក៏សូម្បីតែកម្រិតសាំងនៅសល់របស់យន្តហោះមិត្តក៏វាអាចប្រាប់បានដែរសរុបសេចក្តីមកការរួមបញ្ចូលយន្តហោះ F-16 និង Griffin E របស់កងទ័ពអាកាសថៃក៏ព្រោះតែ F-16 ជាយន្តហោះដែលអាចប្រើប្រាស់ដោយទំនុកចិត្តវាមិនងាយខូចនិងជាយន្តហោះដែលត្រូវបានប្រើប្រាស់ជិត20លានម៉ោងទូទាំងពិភពលោកចំណែកឯ Griffin E វិញគឺជាយន្តហោះដ៏ទំនើបស័ក្តិសមនឹងសង្គ្រាមសម័យបច្ចេកវិទ្យាហើយប្រើប្រាស់បច្ចេកវិទ្យា Data Link នៅក្នុងការប្រយុទ្ធដ៏មានប្រសិទ្ធភាពអរគុណអ្នកទាំងអស់គ្នាដែលបានទស្សនានៅវីដេអូមួយនេះអរគុណអ្នកទាំងអស់គ្នាដែលបានទស្សនានៅវីដេអូ